đọc bồn buồn khai cả đá mong pram ấy bỏ lại chọp mơ bạn ở tàu Man CA mà có Spain chỉ môi nên Argentina ở trên mà mong theo lối xuôi chiên mong pram đọc này tí bạn môi có mong môi nơi khang Andover đời sợ mình đã phải có từ Cambridge bạn từ lại chỉ $30 ngày ní phải chỉ ai nâng rốt 7-4 mong thế một tiệc với nháiซึ่งคำตาบานมาร้อยโดยมิสเตอร์มินได้สองสายแต่เวียพระดาเจ้าเทียเต้เลิกปีในตีใบในตีบางคนนั้นว่าแต่จบดบเหี่ยวมาเนี่ยนู้ก่อนเมายืดเป็นไอเดอไปจิตเตอร์วิสเตียเตี้ยเรายืดบ้านซึ่งคำตาเวียพระดาเจ้าโดยมิสเตอร์มินจ้ะเราปรุงแต่ปืดเอาชามแต่ดอลโดยหมดทาแมนเกแคนโซแมนพวกปีในตีมตอนมาล้างไฮเวย์เพราะเกแคนโซบ้านแต่ไม่อาจบาดตึกจะได้ปะตอเตี้ยviệc miền bắc thực chất cái đuôi ấy thế u prap ní đòi sự đầy sờ lạnh ស្រឡាញ់ផ្លូវនៅខាង Tuxbury ស្អាតជាងនៅខាងខ្ញុំនៅនេះអត់ឃើញសូវធ្វើញឹកទេប៉ុន្តែផ្លូវគេឡើងភ្លឹងហ្មងស្អាតបើកស្រួលថ្ងៃនេះខ្ញុំវិលទៅណារួចទេនៅ Tuxbury ដដែលឥឡូវនេះម៉ោង 6:16 នាទីហើយបានកំង2ជើងទៀតហើយកំងនៅខាង Andover ដដែលហើយទៅខាង Blaine Hawk បន្ទាប់មកចេញពី Blaine Hawk ទៅខាង Framingham 2ជើងហ្នឹងបាន$60ឥឡូវបូកនៅអ្វីដែលខ្ញុំដឹកភ្ញៀវបាននេះតាក់$30ហើយបូក60ទៀតទៅបាន90បើ90ពេលដាក់ភ្ញៀវចុងក្រោយហើយដាក់ GPS នៅផ្ទះមកបានភ្ញៀវមួយជើង2ទៀតទៅបាន100ជាងចាក់សាំងហើយសល់100ហ្នឹងគឺល្មមហើយថ្ងៃអាទិត្យនេះរៀងស្ងាត់ខ្ញុំអត់បានចេញទៅទីក្រុងអញ្ចឹងស្ងាត់ចឹងបើកតែប៉ុណ្្នឹងទេមកថ្ងៃសៅរ៍នេះឯងសំទោសថ្ងៃអាទិត្យនេះហើយចាំមើលដល់ផ្ទះម៉ោងប៉ុន្មានមុននឹងមិញតម្លាក់ជើងកំងទី1នៅព្រលឹងហោះហើយមកយកភ្ញៀវមួយទៀតនៅ Wilmington គាត់ទៅ Framingham ពីនេះទៅ Framingham ខ្ទង់ជា30នាទីបានខ្ទង់ជា$30ឥឡូវនេះបានកំងពី Framingham ហ្នឹងមួយទៀតមក Boston វិញ$30ទៀតអញ្ចឹងខ្ញុំថាជើងទី2ទៅផ្ទះឥឡូវមក Boston វិញសិនហើយចាំដាក់ GPS ទៅផ្ទះបើជាជើងមក Boston ហ្នឹងចាប់ផ្ដើមម៉ោង9អាចដល់ Boston ម៉ោង9:30 9:40ដាក់ GPS ទៅផ្ទះប្រហែលជាខ្ទង់30-40នាទីអញ្ចឹងអាចទៅដល់ផ្ទះម៉ោង10ដាក់គាត់ចុះហើយបងប្អូនហើយកន្លះម៉ោងចង់ចុកគូតហើយម៉ោង8:36នាទីហើយឥឡូវនេះទៅយកភ្ញៀវម្នាក់ទៀតទៅខាង Boston យប់ទៅភ្ញៀវនេះក៏ម៉ោង9ចាំមើលមិនមកដាក់អប៉ែមួយចុងក្រោយរួចហើយប៉ែឥណ្ឌានេះមករៀននៅសហរដ្ឋអាមេរិកលយផងតែគាត់និយាយឥណ្ឌានិយាយតង់ឥណ្ឌាស្ដាប់មិនបានទេឡាសួរតាមផ្លូវនិយាយគ្នាហ៊ីហាឥឡូវនេះម៉ោង9:47នាទីហើយតែ GPS ទៅផ្ទះវិញដល់ផ្ទះប្រហែលម៉ោង10កន្លះហើយមិនទៅយប់តលទៅបានលុយមិនច្រើនប៉ុន្មានផងណាបាន140ចាំមើលជីទៅផ្ទះហ្នឹងក៏លោបានភ្ញៀវតាមផ្លូវ$20-30អីទៀតតែបើអត់គឺចាប់ប៉ុណ្ណឹង$140សាំងដូចរៀងអស់ច្រើនអស់គីឡូរៀងឆ្ងាយមកដល់ផ្ទះវិញបងប្អូនម៉ោង11:11ខ្វះតែ1នាទីទៀតថ្ងៃនេះមួយម៉ាយបាន$1ប្រើអស់170ម៉ាយបាន$170ចាក់សាំងប្រហែលជា$30សល់140ហ្នឹងបាទចូលផ្ទះហើយថ្ងៃអាទិត្យចប់ធំហ្នឹងហើយប្រើរយៈពេលអស់6ម៉ោងជាងច្រើនគួរសមដែរថ្ងៃនេះទៅឆ្ងាយប្រើរត់នៅលើផ្លូវធំរហូតអញ្ចឹងមិនអស់ម៉ាយច្រើនបាទអរគុណជួបគ្នានៅសប្តាហ៍ក្រោយ